ដិតកីឡាករជើងខ្លាំងលឹកវិបុលប្រកាសបបួលកីឡាកររត់ທາງវាស់ម៉ែត្រប្រយុទ្ធគ្នាជាមួយបាទអូខេបងចាំទទួលជានិច្ចស៊ូស្លាប់ដើម្បីជាតិខ្មែរបន្ទាប់ពីអ្នកប្រដាល់ឈុតស្រីវ៉ាន់ថងឆ្លើយតបទៅនឹងកីឡាករថៃរត់ທາງថាខ្ញុំចង់សាកជាមួយរត់ທາງក្នុងសមរភូមិកងទ័ពជីវិតជូនជាតិធៀបជូនម្ដាយឥឡូវនេះអតីតកីឡាករជើងខ្លាំងលឹកវិបុលបច្ចុប្បន្នជាយោធាប្រចាំនៅព្រំដែនកម្ពុជាថៃបានប្រកាសបបួលវាស់ម៉ែត្រប្រយុទ្ធគ្នាជាមួយនឹងកីឡាកររត់ທາງបាទអូខេបងចាំទទួលជានិច្ចស៊ូស្លាប់ដើម្បីជាតិខ្មែរផងដែរការប្រកាសរបស់កីឡាករទាំងពីរបានធ្វើឡើងកាលពីពេលថ្មីកន្លងមកនេះកីឡាករថៃរត់ທາងបានបង្ហោះសារស្ម័គ្រចិត្តចូលធ្វើទាហានដើម្បីការពារជាតិដោយកីឡាកររុកនោះបញ្ជាក់ថាចាប់តាំងពីតូចមកខ្ញុំមិនដែលគិតចង់ធ្វើទាហានឡើយប៉ុន្តែដល់សប្តាហ៍ថ្ងៃនេះខ្ញុំចង់ធ្វើទាហានខ្លាំងណាស់ពីព្រោះមិនថាមានអ្វីកើតឡើងក៏ដោយខ្ញុំនឹងបន្តការពារជាតិរហូតដល់ស្លាប់ក្រោយពីឃើញសាររបស់រត់ທາງអ្នកប្រដាល់ឈុតស្រីវ៉ាន់ថងនៅមិនសក់ក៏បានប្រកាសបបួលរត់ທາងវិញថាខ្ញុំចង់សាកជាមួយរត់ທາងក្នុងសមរភូមិកងទ័ពគណៈប្រជាពលរដ្ឋកម្ពុជាលើកឡើងតបទៅវិញថាមកឈ្លានពានកេសោះបែរជានិយាយថាសុទ្ធតែការពារជាតិរហូតដល់ស្លាប់ទៅវិញបន្ទាប់ពីឃើញសារបង្ហោះរបស់រត់ທາងអតីតកីឡាករជើងខ្លាំងលឹកវិបុលនៅមិនសក់ក៏បានសរសេរសារប្រកាសឆ្លើយតបទៅនឹងការប្រកាសរបស់រត់ທາងវិញថាម៉ោះវាស់ម៉ែត្រប្រយុទ្ធគ្នារត់ທາងបាទអូខេបងចាំទទួលជានិច្ចម៉ោះអាប្អូនបងចាំមួយស្មើ25ម៉ែត្រខាងដីថៃអាប្អូនឯង25ខាងដីបងបាញ់គ្នាមួយស្មើអូខេបងចាំទទួលជានិច្ចស៊ូស្លាប់ដើម្បីជាតិខ្មែរពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរកន្លងមកកីឡាករប្រដាល់ជួរមកកម្ពុជាឈុតស្រីវ៉ាន់ថងបានចេញសារប្រកាសបបួលកីឡាករថៃរត់ທາងសាកជាមួយគ្នាក្នុងសមរភូមិកងទ័ពជីវិតជូនជាតិធៀបជូនម្ដាយបន្ទាប់ពីឃើញសារបង្ហោះរបស់អតីតកីឡាករជើងខ្លាំងលឹកវិបុលនិងកីឡាករឈុតស្រីវ៉ាន់ថងមានមហាជនជាច្រើនបានចូលទៅខមមិនថាកុំទៅខ្វល់ជាមួយពួកអស់នឹងអីពួកវាជាអ្នកឈ្លានពានប្រទេសគេសោះហ៊ានមកប្រើពាក្យការពារជាតិគឺមិនត្រូវទេពួកជនជាតិសៀមគួរនិយាយថាចូលរួមគ្នាធ្វើចោលប្លន់ទឹកដីគេទៅវិញទើបសមជាងខ្លះទៀតថាបានអញ្ចឹងមែនរត់ທາងលាម៉ាយលីឪឲ្យហើយទៅប្រហែលមិនបានជួបពួកគាត់ទៀតទេព្រោះថាកម្ពុជាមិនមែនដំឡូងមូលទេណាតែហ៊ានមកសំបីតែឆ្អឹងប្រហែលក៏មិនរកមិនឃើញផងកុំចេះតែហ៊ានសម័យនេះមិនមែន20-30ឆ្នាំមុនឡើយសម័យនេះសម័យដេជោហ៊ុនសែនមហាជនខ្លះទៀតចូលខមមិនថាបើសិនជាមានថ្ងៃនោះមែនខ្ញុំក៏ស្ម័គ្រចិត្តទៅធ្វើទាហានដើម្បីច្បាំងអាចៅសៀមដែរគួរជំរាបថាភាពតានតឹងរវាងកម្ពុជាថៃបានកើតឡើងកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025បន្ទាប់ពីទាហានថៃបានចូលមកទឹកដីកម្ពុជាហើយបានផ្ទុះអាវុធបាញ់មកលើទាហានកម្ពុជាដែលជាទីតាំងឈរជើងយូរយារណាស់មកហើយបណ្ដាលឲ្យយោធិនខ្មែរមួយរូបបាត់បង់ជីវិតហើយស្ថានភាពក៏កាន់តែតានតឹងរហូតមកដល់ពេលនេះអបអរសាទរសិទ្ធិប្រាក់លានថ្មីសាឡាងរបស់តែបៃតងលេខ1អ៊ីឈីតានម្ចាស់រង្វាន់ទឹកប្រាក់100លានរៀលអ៊ីឈីតានចែកពិតចែកធំហើយច្រើនជាង